បាទជំរាបសួរបងប្អូនបាទបងប្អូនបាទអាមេរិកនឹងផ្ទុះមែនបាទតដល់ថ្ងៃនេះហើយអូទៅនៅតែឃើញជាផ្ទុះបាទផ្ទុះមែនតែនហ្មងហើយវីដេអូរបស់អាមេរិកប្រកួតនៅខ្សែក្បាត់បាទហើយខ្ញុំឆ្ងល់តែឯងទេឆ្ងល់តែឯងហើយក៏មិនតន់ហ៊ានចេញវីដេអូភ្លាមទេព្រោះឃើញប្រកួតទៅគួរឲ្យចាប់អារម្មណ៍របស់ទស្សនិកជនបាទហើយកាលឡើយនេះក៏មិនសុខមិនសាប់សូមចេញវីដេអូមួយមើលចង់ដឹងថាតើហេតុអីបានជាអាមេរិនហើយនឹងមឿនមេឃាតម្រង់ប្រកួតខុសគ្នាបាទយើងមើលតម្រង់ប្រកួតរបស់មឿនមេឃាគឺលះដាច់ប៉ាត់បាទហើយមានក្បាច់ពិសេសប្លែកទៀតបាទហើយហាត់គ្រូតែមួយបាទគ្រូ A តែមួយប៉ុន្តែចេញមកគឺវាយខុសគ្នាពីអ្នកបងប្អូនហ្នឹងអាមេរិនចេញមកវាយធ្វើដូចស្ងោញ៉ុលធាក់តញ៉ុលប៉ុន្តែខ្ញុំធ្លាប់តាមដានគាត់ជួនកាលវាយជាមួយគូណាគាត់លះល្អដែរគាត់លះល្អគាត់ធាក់កណ្ដាលមុខគាត់វិញកែងវាយម៉ាត់អីរបស់គាត់ដែរប៉ុន្តែមួយរយៈក្រោយគឺស្ងោបវល់តែខ្នងឲ្យគេស្ងោបវល់តែខ្នងឲ្យគេរត់ប្រាច់ខ្នងគេរត់ទៀតចេះគាត់តែចេះឆ្ងល់ហើយចង់សួរបងប្អូនដឹងទេថាហេតុអីបានបងប្អូនពីរនាក់នឹងតម្រង់វាយខុសគ្នាបាទគ្រូតែមួយម្ដាយតែមួយឪពុកតែមួយបាទហាត់ជាមួយគ្នាបាទឬមួយគ្រូ A លួចប្រាប់ចំណុចពិសេសដល់មើលមេឃាហើយអាមេរិនគាត់អត់បានប្រាប់និយាយលេងទេចំណុចទៅនឹងកូនគាត់ឆ្លាញ់ទាំងអស់ប៉ុន្តែកូនខ្លះទៅក៏ចាប់បានទៅពេលគាត់បញ្យលបង្ហាញទៅក៏ចាប់បានល្អទៅកូនខ្លះទៀតគឺគាត់បញ្យលបង្ហាញទៅចាប់មិនបានអីចឹងទៅណាបាទហើយមួយទៀតស្ថិតលើវិន័យនៃការវឹកហាត់ខ្លះទៅខ្ញុំឃើញហាត់ទៅធ្វើដូចលេះលេងចឹងណាប្លែងគ្នាណាមិនមែនដូចសិស្សគ្រូពេជ្រសុផាន់ទេមានសន្លប់លើអរិយសេវិញហ្នឹងក៏មានដែរសមគ្នារហូតដល់សន្លប់ក៏មានដែរបាទចឹងហើយបានកូនសិស្សគ្រូសុផាន់គាត់ធ្វើបានជោគជ័យបាទកូនសិស្សគ្រូសុផាន់ជោគជ័យទាំងអស់បាទហើយយើងមើលពេជ្រអតិទេពខ្ញុំស្មានមិនដល់ទេណាពេជ្រអតិទេពខ្ញុំទីខុសទៅទេស្មានមកដល់ហើយពេជ្រអតិទេពខ្ញុំឃើញគាត់វាយជាមួយហាន់ពីគាត់ឲ្យហាន់ពីចាប់វាយជង្គង់ដូចស្រួលអញ្ចឹងខ្ញុំគិតថាធនផានិតគាត់អ្នកលេងជង្គង់ដែរអញ្ចឹងគាត់អាចចាប់អតិទេពវាយឬក៏ធាក់ចេញទាត់មកឲ្យអតិទេពម៉ាត់បានប៉ុន្តែចុងក្រោយបច្ចេកទេសនៅតែចាញ់ពេជ្រសុផាន់ធនសុភាចឹងត្រឡប់មកវិញគឺថាអាមេរិននឹងមើលមេឃាតម្រង់វាយខុសគ្នាអញ្ចឹងបងប្អូនណាដឹងជួយប្រាប់ខ្ញុំផងវាមកពីមូលហេតុអីហើយឬក៏លោកគ្រូ A ជួយបំភ្លឺមកម៉ែពីតែបងប្អូនមានតម្រង់វាយខុសគ្នាមួយវាយល្អម៉េះវាយដាច់ប៉ាត់មកមេឃាគឺម៉ាត់ប៉ាត់មកហើយក្បាច់ពិសេសថ្មីទៀតបាទចឹងខ្ញុំមានយោបល់ប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលាបាទបងប្អូនពីរនាក់តម្រង់វាយខុសគ្នា